តើរកជំនាញតាមអារម្មណ៍ឬតាមទីផ្សារតើអ្នកធ្លាប់អត់អង្គុយម្នាក់ឯងទាំងវង្វេងចិត្តមួយចង់រើសរៀនជំនាញដែលខ្លួនឯងស្រឡាញ់ព្រោះខ្លាចរៀនទាំងធុញទ្រាន់ប៉ុន្តែចិត្តមួយទៀតងាកទៅមើលតារាងការងារមើលទីផ្សារខ្លាចរៀនចប់អត់មានការងារធ្វើខ្លាចអត់លុយចិញ្ចឹមខ្លួនឯងមិត្តភក្តិខ្លះប្រាប់ថាធ្វើតាមបេះដូងទៅឯចាស់ទុំប្រាប់ថាមើលការពិតជាក់ស្ដែងផងចុងក្រោយខ្លួនឯងចំណាយពេលរាប់ខែនៅតែសម្រេចចិត្តមិនត្រូវខ្ញុំចង់ប្រាប់ការពិតអ្នកមួយបើរើសតាមអារម្មណ៍សុទ្ធថ្ងៃណាដែលអារម្មណ៍បាត់បង់ឬជួបឧបសគ្គអ្នកនឹងបោះបង់ភ្លាមហើយបើជំនាញនោះគ្មានទីផ្សារទៀតវានឹងក្លាយជាការខកចិត្តតែបើរើសតាមទីផ្សារសុទ្ធដោយគ្មានបេះដូងទៅតែសោះអ្នកនឹងរស់នៅដូច AI ធ្វើការទាំងគ្មានព្រលឹងគ្មានក្តីសុខចុះផ្លូវចេញនៅឯណាកុំរើសមួយចោលមួយប៉ុន្តែត្រូវយកតម្រូវការទីផ្សារមកធ្វើជាត្រីវិស័យយកចំណង់ចំណូលចិត្តមកធ្វើជាកម្លាំងចលករជំហានទី1មើលការពិតក្នុងសង្គមមុនគេថាបច្ចុប្បន្នស្ថាប័នឬក្រុមហ៊ុននានាគេកំពុងជួលមនុស្សធ្វើការងារបែបណាហើយមុខរបរណាខ្លះដែលរកលុយបានពិតប្រាកដជំហានទី2ក្នុងចំណោមមុខរបរទាំងអស់នោះតើការងារមួយណាដែលអ្នកធ្វើទៅពូកែជាងគេហើយអាចប្រឈមមុខនឹងសម្ពាធរបស់វាបានល្អបំផុតស្វែងរកចំណុចប្រសពរវាងអ្វីដែលទីផ្សារតម្រូវការនិងអ្វីដែលអ្នកធ្វើវាបានល្អទាំងដោយមិនធន់ព្រោះការសម្រេចចិត្តដែលមិនខកបំណងគឺជាការជ្រើសរើសដែលផ្ដើមចេញពីភាពចាស់ទុំនិងការទទួលខុសត្រូវលើអនាគតខ្លួនឯងរើសជំនាញដែលចិញ្ចឹមពោះអ្នកបានហើយជាជំនាញដែលអ្នកធ្វើទៅមានតម្លៃឈប់វង្វេងហើយចាប់ដើមវិភាគវាពីឥឡូវនេះទៅតើអ្នកទាំងអស់គ្នាយកយ៉ាងណាចំពោះវីដេអូនេះ comment បញ្ចេញមតិខាងក្រោម